សំណួរនេះគឺជាសំណួរដ៏ល្អធម្មតាបើសិនបើយើងបាទដាក់ជាមួយនឹងកីឡាករបរទេសដែលមាន level ទៀតក៏មិនស័ក្តិសមទៅនឹងព្រឹត្តិការណ៍ដ៏ធំនេះដែរអញ្ចឹងយើងត្រូវរកកីឡាករណាដែលសមាជិកប្រហាក់ប្រហែលឬក៏អាចលើកីឡាករកម្ពុជាយើងតិចបាទសំណួរទី2សួរចេះហេតុអីបានកូនខ្លាចជាបែកកំភាពដដែលកំណត់ដែលគេមិនទៅទាំងស្គាល់ថាអត់ទៅមានទីផ្សារល្បីទីផ្សារហេតុអីបាទបងប្អូនកុំភ្លេចថាកូនខ្លាគឺជាក្របពេជ្រគុណខ្មែរមួយដែលយើងមិនអាចមើលរំលងបានកន្លងមកធ្លាប់បោះពាក្យបោះសម្ដីឯណាបោះពាក្យបោះសម្ដីហ្នឹងមិនមែនលោកគ្រូបឺតខំជាអ្នកបោះពាក្យបោះសម្ដីទេកូនខ្លាខ្លួនឯងផ្ទាល់ដែលគាត់បោះពាក្យបោះសម្ដីថាត្រង់ចង់ប៉ះជាមួយនឹងពេជ្រសម្បត្តិខ្ញុំជួបផ្ទាល់ហើយខ្ញុំសួរលោកគ្រូបឺតខំកាលហ្នឹងគឺល្បីថាលោកគ្រូចង់តោងក្លីបពេជ្រសម្បត្តិឬក៏យ៉ាងណាគាត់ថាអត់ទេគាត់អត់បានទៅនិយាយទេពាក្យហ្នឹងគឺកូនខ្លាខ្លួនឯងជាអ្នកចង់បញ្ចូលបាទអញ្ចឹងយើងចង់ដឹងកាន់តែច្បាស់ថាកូនខ្លាហ្នឹងពិតជាល្អដូចមហិច្ឆតាដែលគេមានរំលូតអួតអាងកន្លងមកឬក៏យ៉ាងណាថ្ងៃស្អែកគឺជាថ្ងៃដែលកាត់សេចក្តីហើយបាទបប៉ះជាមួយនឹងកីឡាករបារាំងរូបនេះគេឈ្នះកីឡាករបារាំងមានរឿងរ៉ាវត្រូវធ្វើបន្តទៅទៀតគេឡើងទៅតាមដំណាក់នៃកម្មចរារបស់យើងដែលបុស្រុកកំពុងរកកីឡាករអញ្ចឹងបាទបារាំងឈ្នះមុនបណ្ណាហើយបាទចូលអ្នកដែលចង់ជួបសម្បត្តិវាច្រើនតែចាញ់សម្បត្តិបែរយល់ថាកូនខ្លាមិនដែរវារឿងនេះខ្ញុំដូចខ្ញុំនិយាយអញ្ចឹងមានតែថ្ងៃស្អែកទេបាទគឺជាចម្លើយដ៏ពិតប្រាកដបាទខ្ញុំមិនហ៊ាននិយាយតែយើងទេថាបងឥឡូវកំពុងតែពាក់អាវពិធីកហើយក៏យើងជាអ្នកនៃកណ្ដាលដែរបាទឥឡូវខ្ញុំដោះអាវទៅណាព្រោះនៅវិភាគច្រើនកីឡាករទៀតបំបានរូបទៀតបាទបងប្អូនឥឡូវដោះអាវធំគេក្នុងនាមយើងជាអ្នកកណ្ដាលមិននៅប្រកាន់កណ្ដាលដែរបងប្អូនយើងមិនអាចលំអៀងទៅខាងណាក៏ប៉ុន្តែអាវដើម្បីស្រួលវិភាគបាទស្រួលវិភាគ